សម្ដេចសរសើរពលរដ្ឋថាហ៊ានរិះគន់រដ្ឋាភិបាលរបស់អញ្ចឹងមានន័យថាខ្ញុំធ្វើតាមឆន្ទៈរបស់សម្ដេចដែលខ្ញុំហ៊ានរិះគន់រដ្ឋាភិបាលរបស់ខ្លួនអញ្ចឹងបើគាត់លើកដំកើងពលរដ្ឋថៃរិះគន់អនុទិនគាត់ត្រូវតែលើកដំកើងសូនតារាមិនក៏មកជេរបចោសូនតារាវិញមកសេរីសុយណាបងប្អូនកណាឲ្យតែខមមិនណាខមមិនឲ្យលះបើកណាឃើញខ្មោចចូលគឺយើងត្រូវរូបអីក៏ដោយអាហ្នឹងគឺថាសិល្បៈបងប្អូនអត់មានច្រើនទេអាហ្នឹងវាមិនអញ្ចឹងគណៈបព្វជិជនត្រូវអរគុណសូនតារាដោយហ៊ុនសែនគាត់អរគុណពលរដ្ឋគាត់សរសើរពលរដ្ឋដូច្នេះគណៈបព្វជិជនទាំងមូលត្រូវតែសរសើរសូនតារាដែលហ៊ានរិះគន់ម្ដងតែនេះមានអានេះចូលដល់ចំណុចមួយខ្ញុំតបទាំងគណៈនេះពាក់ព័ន្ធជាមួយនឹងជេរបងប្អូនត្រូវចាំក្មេងជាចិត្តសាស្ត្រអ្នកណាមានកូនសូនតារានិយាយទៅច្រើនត្រូវមានអ្នកមានកូនអ្នកក្មេងបើយើងហាមវាកន្លែងណាវាទៅលេងកន្លែងហ្នឹងបើយើងហាមវាថាកុំរត់បើយើងហាមវាថាកុំយំបើយើងហាមវាថាកុំលេងវាលេងបើយើងហាមថាកុំលូតវាលូតមែនទេបើយើងហាមថាកុំអង្គុយវាអង្គុយក្មេងវាតែងតែធ្វើសកម្មភាពទៅតាមការហាមរបស់ហ៊ុនសែនខ្ញុំធ្លាប់និយាយថាគាត់ជាអ្នកនយោបាយដែលមានចិត្តសាស្ត្រហ៊ុនសែនគាត់ចង់និយាយសម្ដៅទៅលើថៃការមែនក៏ប៉ុន្តែគាត់ត្រូវតែលើកសាច់រឿងប្រឌិតណាមួយជាអក្សរសិល្ប៍ដូចជាភាគច្រើនគាត់យកបកប្រឆាំងជាឧទាហរណ៍ដូចតែគាត់និយាយរឿងបោះឆ្នោតកម្ពុជាគ្មានការបោះឆ្នោតគាត់និយាយរឿងគោលនយោបាយគឺគាត់ចង់ប្រាប់ថៃថាខ្ញុំអហិង្សាបកប្រឆាំងទេធ្វើសង្គ្រាមរឿងពហិការតំណែងគាត់គ្រាន់តែចង់បង្វែរសភាពការមនុស្សហ្នឹងបង្ហាញនៅឧត្តមគតិប៉ុន្តែគាត់ឲ្យចូលតាមដីគោកអត់តាមជើងអាកាសនិងតាមជើងទឹកអានឹងមហិមាដឹកតាមជើងគោកណាស្មើដល់កប៉ាល់បងប្អូនណាប្រជាជនដឹកតំណែងតាមជើងគោកដឹកម្ដងបានមកគូតឡានណាកប៉ាល់ដឹកម្ដងបានមកក្រុងភ្នំពេញណាបងប្អូនគាត់អត់ជឿសូនតារាកប៉ាល់ដឹកម្ដងបានមកក្រុងភ្នំពេញអាចផ្គត់ផ្គង់បានក្រុងភ្នំពេញហើយបងប្អូនដឹកតាមជើងគោកលួចដឹកតាមព្រំដែនបាត់ហើយលោកដឹកមកម៉ូតូពីម៉ូតូត្រូវគេចាក់ដាក់គុកណាអានឹងវាអាក្រក់មើលណាវាអាក្រក់មើលប៉ុន្តែជានយោបាយទេនេះជានយោបាយទេមួយចុះឥឡូវហេតុនេះបានជាហ៊ុនសែនធ្វើជាសរសើរពលរដ្ឋក្នុងអំឡុងពេលដែលក្នុងប្រទេសកម្ពុជាគ្មាននរណាម្នាក់អាចនិយាយបានតតែតែខ្ញុំនិយាយមួយហ៊ុនសែនគាត់ពូកែចិត្តសាស្ត្រនយោបាយគាត់ខ្លាំងណាស់យើងត្រូវទទួលស្គាល់ការទទួលស្គាល់ការពិតនេះគឺជាវិទ្យាសាស្ត្រមានន័យថាសត្រូវទៅជាខ្សោយទៅបើកាលណាយើងដឹងសត្រូវបកកែអីសត្រូវនឹងខ្សោយឧទាហរណ៍នៅក្នុងសង្គ្រាមមែនទេសុំស៊ូគាត់ថាស្គាល់ខ្លួនឯងច្បាស់ស្គាល់សត្រូវច្បាស់អាហ្នឹងដែលហៅថាសូនតារាខ្លាំងស្គាល់ហ៊ុនសែនណាបងប្អូនមានស្ដាប់សារសូនតារាខ្ញុំនិយាយបន្តិចស្ដាប់សូនតារាកើនបញ្ញាផ្លែតកើនបញ្ញាសម្បីតែរឿង account ខ្មោចបងប្អូនលាយបាត់ទៅរត់អស់លីងមានន័យណាមានប្រសិទ្ធភាពណាបងប្អូនសូនតារាឲ្យផលភ្លាមដូចថ្នាំទឹកចឹងបងប្អូនមិនឃើញតខ្មោចនៅសល់ខមមិនចោះឃើញនៅសល់សាល XU អីមួយហើយបើបងប្អូនអត់ចោះទេអាសាល XU នោះវាមករហូតណានៅសល់អត់ច្រើនទេបងប្អូនអញ្ចឹងអានឹងជាផុសតាងមួយក៏ផានិខេនថាសម្ដីសូនតារាទឹកដែរស្ដាប់សូនតារាកើនបញ្ញាផ្លែតកើនផ្លែតស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនទែនស្ដាប់ហ៊ុនសែនទៅរោគចិត្តសារហ្នឹងខ្ញុំបញ្យល់ពាក់ព័ន្ធនឹងប្រធានបទទី2នេះមែនទេស្ដាប់សូនតារាកើនបញ្ញាបងប្អូនបាញ់និយាយស្ដាប់ហ៊ុនម៉ាណែតថាសុភីសៅអត់ទឹកដល់មែនទែនមានន័យថាខ្ញុំនិយាយស៊ីជម្រៅបងប្អូនណាយល់បងប្អូនថាយល់មិនយល់ក៏អត់ទៅចុះហើយខ្ញុំគិតទៅចុះហ៊ុនសែនហ៊ុនម៉ាណែតណាសារគាត់និយាយយកលុយទេគាត់ប្រឹងនិយាយយកលុយគាត់ប្រឹងនិយាយដើម្បីបញ្ចេញសមត្ថភាពទោះជាគាត់និយាយសារមានខ្លឹមសារប៉ុន្តែអត់មានស៊ីជម្រៅក្នុងអារម្មណ៍របស់គាត់ទេគាត់និយាយឲ្យលុយទេបងប្អូនយល់ពាក្យនេះណាហ៊ុនសែនណាសាររបស់គាត់បង្កប់ដោយចិត្តសាស្ត្រនិងគោលដៅហើយអ្នកដែលនិយាយអ្នកដែលដឹងថាហ៊ុនសែនសូនតារានិយាយត្រូវគឺហ៊ុនសែនណាពុកសុភ័ក្រហ៊ុនម៉ាណែតនិយាយប្រៀបដូចមនុស្សយន្តនិយាយមានន័យថាសរសេរឬក៏គិតពាក្យឲ្យល្អដើម្បីនិយាយប៉ុន្តែអត់មានខ្លឹមសារសារហ៊ុនសែនណានិយាយសុទ្ធតែមានខ្លឹមសារសុំមនុស្សសុទ្ធតែបង្កប់ដោយគោលដៅហ៊ុនសែនចង់និយាយអីមួយឧទាហរណ៍ហ៊ុនសែនគាត់ថាបើអត់ពីហ៊ុនតកូលហ៊ុនទៅក៏មិនដល់តកូលអ្នកឯងដែរគឺតកូលទេវតាបោកទេគោលដៅសារហ៊ុនសែនហើយសារចិត្តសាស្ត្រអូនហ្នឹងណាសារចិត្តសាស្ត្រគ្រីស្ទីនឡូសគោលដៅរបស់ហ៊ុនសែនគាត់គ្រាន់តែចង់បោកបឆោតគណៈបកប្រជាជនហៅបោកបញ្ឆោតគណៈបកប្រជាជនឲ្យថាហ៊ុនសែននឹងមានមនោសញ្ចេតនាជាអ្នកស្មោះត្រង់ជាអ្នកដែលស្រឡាញ់គណៈបកប្រជាជនអីអាគណៈដើម្បីទាញគណៈបកប្រជាជននឹងឲ្យទៅដែលស្រឡាញ់គាត់ឲ្យគាត់នឹងជាមនុស្សល្អគាត់នឹងជាអ្នកដែលថានេះទេតាមពិតណា
គាត់អត់មានសម្លឹងឃើញគណៈបកប្រជាជនណាតកូលទេវតាណាក្រៅពីកូនគាត់ទេបងប្អូនក្រៅតែពីកូនចៅគាត់បើគាត់សម្លឹងឃើញគណៈបកប្រជាជនណាមានមនុស្សឆ្លាតដែលអាចបើបច្ចេកហានិភ័យជាមួយអំណាចក្រុមគ្រួសារគាត់បានគាត់កំចាត់ចោលណាគាត់កំចាត់ចោលបងប្អូនណាអានឹងជាសារជាតិរបស់ជនប្រជាការបងប្អូនមើលណាសូនវេហាប្រទេសកូរ៉េខាងជើងមើលតើមានគ្រួសារណាកាន់អំណាចក្រៅពីគ្រួសារតកូកឹមកឹមអ៊ីលសុងកឹមជុងអ៊ីលកឹមជុងអ៊ុនក្រោយទៅកឹមទៀតអ្នកណាលួតគេសម្រាប់ចោលគាត់តែកូរ៉េគេអត់មានល្បិចវាត្រង់ចុះគណៈបព្វជិជនណាដែលហើបដែលមានបញ្ញាឆ្លាតដែលមើលទៅឃើញទឹកដឹកនាំខ្លាំងហ៊ុនសែនត្រៀមកំទេចបាត់ហើយគាត់តែរបៀបកំទេចរបស់គាត់ក៏ជាសិល្បៈដែរគាត់មិនមែនទៅកំទេចត្រង់ទេមើលនេះគាត់មិនទៅកំទេចត្រង់ដោយកូរ៉េខាងជើងយកទៅបាញ់បេទេហ៊ុនសែនគាត់ធ្វើចឹងទេគឺគាត់មានរបៀបរបស់គាត់បន្សាបបន្ទន់សម្រាប់អ្នកនឹងដោយវិធីអីមួយគាត់ត្រូវរកវិធីអីមួយទៅគាត់កំទេចគណៈបកសង្គ្រោះជាតិគាត់កំទេចសិទ្ធិលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាគាត់មិនមែនទៅកំទេចត្រង់ដោយភូមិមាទេគាត់មានច្បាប់គាត់មានលើកដៃគាត់មានអីចឹងទៅគាត់ចាប់មនុស្សដាក់គុកគាត់មិនមែនចាប់ម្ដងដូចប្រទេសវេណេស៊ុយអេឡាឬក៏នៅប្រទេសអ៊ីរ៉ង់ទៅចាប់មនុស្សត្រង់20000នាក់ទេគាត់ថាគាត់ចាប់មួយអាទិត្យមួយមកដល់វេនលេងមួយខែពីរគាត់អានឹងសិល្បៈបងប្អូនសិល្បៈខ្ញុំគាត់ចង់និយាយថាសាររបស់ហ៊ុនសែនសិតប្រកបនៃគាត់និយាយអញ្ចឹងទេតែនៃរបស់គាត់គឺក្នុងចិត្តរបស់គាត់គឺក្រៅពីតកូលអញអត់ទេនៃរបស់គាត់ចង់ឈរបោកអារម្មណ៍នេះយកតែពាក្យនឹងចំយើងគឺគាត់ចង់ឈរបោកអារម្មណ៍គណៈបកប្រជាជនតកូលទេវតាឲ្យចូលចិត្តគាត់តែប៉ុណ្ណោះអានោះពិតក្រៅពីសូនតារាបងប្អូនអ្នកណាអានចិត្តហ៊ុនសែនមានតែអានគាត់តែមាននិយាយនេះអានឹងមួយទៀតដូចគាត់និយាយថាបោះឆ្នោតយករឿងព្រំដែនដោយសន្តិវិធីនិងដោយសង្គ្រាមមកធ្វើគោលនយោបាយមកអានឹងបោកប្រាស់ប្រទេសកម្ពុជាមានការបោះឆ្នោតហ៊ុនសែនមិនចាញ់ទេណាគឺសាររបស់គាត់បដោតទៅលើថៃចុះគាត់ចង់ប្រាប់ថៃថាគាត់ព្យាយាមដោះស្រាយដោយសន្តិវិធីរឿងមួយទៀតសរសើរថាពលរដ្ឋថៃហ៊ានរិះគន់រដ្ឋាភិបាលរបស់ខ្លួនអានឹងមានន័យថាហ៊ុនសែនណាគាត់មិនមែនសរសើរជនជាតិថៃទេគាត់គ្រាន់តែលើកយកករណីព្រំដែនហ្នឹងកុំឲ្យប្រើកម្លាំងសង្គ្រោះវាយទៅលើគាត់ណែគាត់ស្របតាមប្រជាជនគាត់ស្របគាត់ចង់ទាញឲ្យថៃហ្នឹងទៅងាកទៅរកកិច្ចចរចាពីព្រោះគណៈបកប្រឆាំងប្រជាជនខ្លួនឯងហ្នឹងមើលឃើញថាថៃខុសណែសិទ្ធិសញ្ញាអន្តរជាតិលីណាគាត់ចង់និយាយចេះគាត់ចង់និយាយថាថៃខុសសិទ្ធិសញ្ញាអន្តរជាតិរំលោភឈ្លានពានដែនដីកម្ពុជាដោះស្រាយបញ្ហាដោយចរចាដោយសន្តិវិធីកុំវាយប៉ុន្តែគាត់អត់ចង់គាត់និយាយផ្ទាល់ទេគាត់និយាយប្រជាជនបងប្អូនមិនដែលឃើញម្ដាយចង់ស្ដីឲ្យកូនដោយប្រៀបធៀបទេអានេះខ្ញុំលើកឧទាហរណ៍ចិត្តសាស្ត្រមួយដើម្បីឲ្យបងប្អូនរៀនអានចិត្តហ៊ុនសែនតែបើសូនតារានិយាយហ្នឹងមានតែហ៊ុនសែនដែលដឹងច្បាស់ថាសូនតារាអានចិត្តគាត់ដាច់ហ៊ុនសែនគិតចាំបាច់គឺ100%អត់មានខុសពីប៉ុណ្ណឹងស្អីសោះបងប្អូនដែលឃើញម្ដាយគាត់ណាគាត់ចង់ស្ដីឲ្យកូនគាត់ប្រៀបធៀបនឹងអ្នកដទៃគាត់ទៅឲ្យមើលកូនគេណាព្រលឹមឡើងគេងើបមកគេលើកគេរែកអាចគោបាន2ជើងហើយដាក់ស្រែហើយគេរែកទឹកដាក់2ពាងណាអាហ្នឹងក៏អត់បាច់ថាយើងក៏គាត់លូម្នាក់ឯងឲ្យយើងលឺគាត់ទៅមើលអាតាប់នៅភូមិណាងើបមកហ្នឹងគឺថាវាព្រលឹមឡើងអាចគោរែក2ជើងហើយទឹកដាក់2ម្រេចហើយ2ពាងហើយនេះឯងនេះនៅឯណាថ្ងៃចាំងគូតអីអាហ្នឹងគឺជាសាររបស់ពុកម្ដាយហ្នឹងមិនមែនសរសើរកូនគេទេគឺស្ដីឲ្យកូនខ្លួនឯងស្ដីឲ្យកូនខ្លួនឯងដូចគ្នាមែនទេហ៊ុនសែនណាគាត់មិនមែនសរសើរថៃទេគាត់មិនមែនទៅសរសើរពលរដ្ឋថៃទេពួកនៅស្រុកគាត់រិះគន់គាត់គឺគាត់ណាចង់ស្ដីឲ្យអនុទិនគាត់ចង់ស្ដីឲ្យរដ្ឋាភិបាលថៃហ្នឹងថាកុំរំលោភបំពានកុំប្រើកម្លាំងយើងត្រូវតែនេះចរចាដោយសន្តិវិធីសាររបស់គាត់ចឹងដែរនេះយើងបងប្អូនយកអានឹងទៅបកប្រច្រាស់យើងបកមិនបកតាមពាក្យច្រើនមនុស្សដែលយកសម្ដីហ៊ុនសែនទៅភាកយកពាក្យហ៊ុនសែនទៅបញ្យលទេអត់យកចិត្តហ៊ុនសែនមកនិយាយទេយកពាក្យហ៊ុនសែនទៅបញ្យលទៀតងើបមួយវាយមួយហើយយើងងើបមួយមានន័យថាចេះមានន័យចុះយើងប្រច្រាស់ជាមួយពាក្យហ៊ុនសែន Tiger Forest យើងយកពាក្យហ៊ុនសែនទៅធ្វើវចនានុក្រមវែកញែកថាចុះវិញចេះ
អត់យកចិត្តហ៊ុនសែនមកនិយាយទេអាហ្នឹងបានជាខ្ញុំចង់និយាយរឿងហ្នឹងមួយទៀតបងប្អូនកាលមុនគាត់បានយកទ្រឹស្ដីរបស់សាស្ត្រាចារ្យថៃវិទ្យាសាស្ត្រនយោបាយមួយរូបណាមកនិយាយដែរហើយឃើញសេងសេរីគាត់និយាយខ្ញុំបានស្ដាប់អ្នកដតីជានិយាយចឹងបានខ្ញុំមកនិយាយមើលទៅវាស្របគំនិតគ្នាប៉ុន្តែនៅតែគំនិតសរុបសេចក្តីមកត្រង់ថាហ៊ុនសែនចេះលើកដំកើងនេះការបញ្ចេញមតិសាស្ត្រាចារ្យនៅក្នុងប្រទេសរបស់ថៃប៉ុន្តែនៅក្នុងស្រុកខ្មែរលីដាអេនជែលទូចហ៊ុនសែនបង្ក្រាបចាប់ដាក់គុករាល់ការបញ្ចេញមតិអាហ្នឹងហើយដែលខ្ញុំហៅថាបោកប្រាស់ហើយហ៊ុនសែនហេតុអីបានហ៊ុនសែនលើកយកសារសាស្ត្រាចារ្យនេះវិទ្យាសាស្ត្រនយោបាយមួយរូបរបស់ថៃមកនិយាយគោលដៅគាត់មិនសរសើរសាស្ត្រាចារ្យហ្នឹងទេគឺគាត់ចង់បញ្ជូនសារណាយុវជនដើម្បីភាពថៃទៅប្រាប់ថៃថាឲ្យធ្វើដូចសារនេះទៅដូចជាខ្ញុំលើកឧទាហរណ៍មួយនេះអញ្ចឹងបានខ្ញុំណាបងប្អូនណាសារសូនរាសិទ្ធមានន័យស្ដាប់ហ៊ុនសែនកាត់រុកចិត្តមានន័យថាកាត់ស្ដាប់ហ៊ុនសែនហ្នឹងនាំមកយើងនឹង stress នាំមកយើងនឹងក្តៅកាហាយនាំមកយើងនឹងខឹងនាំមកយើងនឹងម៉ោម៉ៅនាំមកយើងនឹងមើលទៅថាវាចង់ក្អួតតាជួនកាលមើលទៅវានិយាយមកវានាំមកយើងនឹងខូចអារម្មណ៍របស់យើងនិយាយទៅកើតរោគចិត្តនឹងខូចអារម្មណ៍ប៉ុន្តែសាររបស់ហ៊ុនសែនមកចូលចាំសម្ដីសូនរាណាគឺសុទ្ធតែបង្កប់នៅគោលដៅបើគាត់និយាយអញ្ចេះគោលដៅគាត់នៅឯនោះគោលដៅគាត់នៅនោះបើគាត់និយាយថាតកូលទេវតាអត់ពីតកូលហ៊ុនទៅនៅតកូលទេវតាអត់ទេគោលដៅរបស់គាត់គឺគាត់គ្រាន់តែចង់ឈោបោកបញ្ឆោតនេះឈោបោកអារម្មណ៍ធ្វើស៊ីអារម្មណ៍គណៈបព្វជិជនឲ្យថាគាត់នឹងអស្ចារ្យសម្បើមនេះគោលដៅរបស់គាត់គឺបើគណៈបព្វជិជនណាលេចធ្លោគាត់ទៅកម្ចាត់ចោលទេដោយវិធីផ្សេងៗអញ្ចឹងអានឹងមួយទៀតចុងក្រោយនៅក្នុងប្រធានបទទី2នេះបងប្អូនមានតនេះមានណាគេគណៈបព្វជិជនមួយគេផ្ចាញ់ផ្ចាល់ខ្ញុំពូពៅហើយក៏មានគណៈបកអ្នកគ្រប់គ្រងគណៈបកប្រឆាំងមួយគាត់ផ្ញើសារមួយមកខ្ញុំគាត់ផ្សាយសារខ្ញុំបាននិយាយក្នុងគ្រឿងខ្លាំងទី1ខ្ញុំថានឹងលើកយកមកនៅក្នុងប្រធានបទទី2នេះឥឡូវមកដល់ហើយពាក់ព័ន្ធជាមួយនឹងបោះឆ្នោតហើយនឹងការបោកប្រាស់គ្រឿងខ្លាំងទី1គេថាកម្ពុជាអត់មានការបោះឆ្នោតមិនហែងខ្វាក់ភ្នែកទេមិនឃើញគណៈបក20ហើយបោះឆ្នោតរអាណត្តិទេខ្ញុំថារបបផ្ដាច់ការគ្មានទេការបោះឆ្នោតមានតែកម្មវិធីបន់បោះឆ្នោតហើយបើចំនួនគណៈបក20ឬ1000វាបញ្ជាក់អំពីការបោះឆ្នោតនិងលទ្ធិប្រជាធិបតេយ្យនៅអាមេរិកគ្មានការបោះឆ្នោតនិងប្រជាធិបតេយ្យឡើយព្រោះមានគណៈបក12ប្រកួតប្រជែងនេះបោកនឹងខ្លាំងខ្លាំងលោកគ្រូនិយាយថាហ៊ុនអ្វីដែលហ៊ុនសែនដែលយើងឃើញគឺជារបស់ខ្លាំងខ្លាំងចុះហ៊ុនសែនគំរាមចុះហ៊ុនសែនចាប់ដាក់គុកអាមិនបានប៉ិតខ្ញុំថាខ្លាស៊ីស្មៅគឺជារឿងខ្លាំងខ្លាំងតែបើខ្លាស៊ីសាច់វាជារឿងពិតហើយហ៊ុនសែនស៊ីសាច់ជារឿងពិតទៅនោះមួយទៀតយើងត្រឡប់មកចំណុចនេះពាក់ព័ន្ធជាមួយនឹងការរិះគន់នេះគេថាចុះហែងណាឃើញតែរិះគន់ឃើញតែនិយាយហ្នឹងមួយថ្ងៃហ្នឹងអត់រកស៊ីអីហ្នឹងអត់មានចេះហត់ទេអីហើយបើរិះគន់កុំរិះគន់នៅក្រៅស្រុកចូលមករិះគន់នៅក្នុងស្រុកមកហើយគណៈបច្ចុប្បន្នជាអាសាខមមិនហៅចូលមកអញ្ចឹងបានជាខ្ញុំពាក់ព័ន្ធជាមួយនឹងប្រធានបទទី2នេះខ្ញុំថាទេសម្ដេចសរសើរពលរដ្ឋថៃថាហ៊ានរិះគន់រដ្ឋាភិបាលរបស់ខ្លួនអញ្ចឹងមានន័យថាខ្ញុំធ្វើតាមឆន្ទៈរបស់សម្ដេចតើដែលខ្ញុំហ៊ានរិះគន់រដ្ឋាភិបាលរបស់ហ៊ុនអញ្ចឹងបើគាត់លើកដំកើងពលរដ្ឋថៃរិះគន់អនុទិនគាត់ត្រូវតែលើកដំកើងសូនតារាមិនក៏មកជេរបចោសូនតារាវិញមកសេរីនសុយណាបងប្អូនកណាឲ្យតែខមមិនណាខមមិនឲ្យលះហះបើកណាឃើញខ្មោចចូលគឺយើងត្រូវរូបអីក៏ដោយអានឹងគឺថាសិល្បៈឯងពួកប៉ុណ្ណឹងមានច្រើនឯងអានឹងវាមិនអញ្ចឹងគណៈបព្វជិជនត្រូវអរគុណសូនតារាដោយហ៊ុនសែនគាត់អរគុណពលរដ្ឋថៃគាត់សរសើរពលរដ្ឋថៃដូច្នេះគណៈបព្វជិជនទាំងមូលត្រូវតែសរសើរសូនតារាដែលហ៊ានរិះគន់ម្ដងតែនេះមានអានឹងចូលដល់ចំណុចមួយខ្ញុំតបទាំងគណៈបព្វជិជនចូលគណៈបព្វប្រឆាំងណាពាក់ព័ន្ធជាមួយនឹងជេរប្រមាថបងប្អូនត្រូវចាំតែចេះក្មេងជាចិត្តសាស្ត្រអ្នកណាមានកូនសូនតារានិយាយទៅច្រើនត្រូវមានអ្នកមានកូនអ្នកដឹងក្មេងបើយើងហាមវាកន្លែងណាវាទៅលេងកន្លែងហ្នឹងបើយើងហាមវាថាកុំរត់វារត់
បើយើងហាមវាថាកុំយំវាយំបើយើងហាមវាថាកុំលេងវាលេងបើយើងហាមថាកុំលូតវាលូតមែនទេបើយើងហាមថាកុំអង្គុយវាអង្គុយក្មេងវាតែងតែធ្វើសកម្មភាពទៅតាមការហាមរបស់យើងអានឹងមួយមែនទេទីរត់រុយក្បាលខៀវអញ្ចឹងនៅពេលណាដែលស្ថានភាពវាចូលដល់ចិត្តសាស្ត្រមួយគឺគេប្រៀបធៀបទៅនឹងភាពបរិសុទ្ធរបស់ក្មេងវិញក្មេងបរិសុទ្ធក្មេងអត់មានអីទេក្មេងអាយុ1ឆ្នាំកន្លះ2ឆ្នាំអីណាវាអត់មានទៅធ្វើអំពើនេះទុច្ចរិតអីទេយើងហាមតែកូនក្មេងទឹកវាលេងទឹកកូនក្មេងស្លក់វាលេងស្លោកូនកម្រិតវារត់អានឹងនៅពេលណាដែលចូលដល់ស្ថានភាពមួយណាគឺគេច្រើនតែប្រៀបធៀបទៅនឹងភាពបរិសុទ្ធរបស់ក្មេងអញ្ចឹងមានន័យថាម៉េចដល់ហ៊ុនសែនគាត់ហាមអីគេថាហ្នឹងនេះហ៊ុនសែនគាត់ហាមអីគេថាហ្នឹងឧទាហរណ៍គាត់ហាមគេប្រើពាក្យក្តោគឺគាត់បំភ័យបានតែអ្នកនៅក្នុងស្រុកអ្នកក្នុងស្រុកទោះហ៊ុនសែនមិនហាមក៏មិនហ៊ានដែរហ៊ុនសែនបង្ហើបហាមអីណាមនុស្សប្រើហ្នឹងហ៊ុនសែនហាមអាហ្នឹងមនុស្សប្រើអាហ្នឹងទូទាំងប្រទេសអ្នកដែលនៅជុំវិញអាហ្នឹងគេហៅថាប្រៀបធៀបទៅនឹងភាពបរិសុទ្ធរបស់កូនក្មេងហ៊ុនសែនថាកុំហៅអញអាក្តោមនុស្សដាក់ដៃទាំងអស់ហ្នឹងអាក្តោហ្នឹងកូនក្មេងយីគ្នាអាហ្នឹងចិត្តសាស្ត្រមួយជួនកាលហ៊ុនសែនគាត់ធ្លុយប៉ុន្តែអាចគេសង្គ្រាមចិត្តសាស្ត្ររបស់គាត់បង្វែរសភាពការដើម្បីឲ្យឃើញថាគាត់នឹងឆ្លោះអាឡ័យរវល់ឆ្លោះជាមួយខ្មែរដើម្បីឲ្យថៃនឹងកុំជាប់ដៃមើលឲ្យទាញអារម្មណ៍ថៃណាគេថាហ៊ុនសែនរវល់ឆ្លោះជាមួយខ្មែរអត់ឆ្លោះគ្នាថៃឈរសោកដើម្បីកុំឲ្យវាយហ៊ុនសែនទៀតទុកឲ្យវាយគ្នាវាជាការហ៊ុនសែនគាត់លេងអាល្បិចហ្នឹងដើម្បីទាញប្រឆោតហ្នឹងកុំឲ្យថៃឃើញថាគាត់នឹងចាប់អារម្មណ៍រឿងអីវិញឲ្យថៃយល់ច្រឡំថាគាត់កំពុងតែឆ្លោះកាត់ចាក់ជាមួយខ្មែរងើបមួយវាយមួយងើបពីរវាយពីរបងប្អូនឆោឡោខ្ញុំអត់ឆោឡោទេមិនខ្ញុំដឹងរូបមន្តហ៊ុនសែនរូបមន្តសូនតារាហ៊ុនបោកសែនស្មៅគម្រាមមិនបោកបោកលេងបុនធីគម្រាមបើហ៊ុនសែនគម្រាមមានចម្លែកបងប្អូនបើម្ចាស់រូបមន្តហ៊ុនសែនគម្រាមងើបមួយវាយមួយអញចាប់ហើយណាកុកអាណាខមមិនតាក្តោអានឹងខ្ញុំមិនទៅចាប់អារម្មណ៍បើវាចូលរូបមន្តអាហ្នឹងហៅថាគម្រាមមែនទេ